បងប្អូនណាម្នាក់តាំងខ្លួនជាអ្នកចែកម្លែកក៏ប៉ុន្តែការផុសភាកច្រើនណាសិតតែឲ្យហួគ្នាជេរគ្នាឆ្លោះគ្នាថាយគ្នាកាត់បន្ថយទៅបងប្អូនចង់ឈ្នះចង់ចាញ់គ្នាធ្វើអីក្រែងមុខរបរយើងដូចតែគ្នាទេអីខំប្រឹងធ្វើឲ្យតែអតិជនរបស់យើងសប្បាយចិត្តទៅវាបានហើយឬក៏បងប្អូនយើងចង់ល្បីការល្បីអ្នកណាក៏ចង់បានដែរក៏ប៉ុន្តែការល្បីឲ្យមានគេឈ្មោះកុំឲ្យតែល្បីដោយសារគេជេរឬក៏ធ្វើជេរគ្នាទៅវិញទៅមកដើម្បីតែយកចំណាប់អារម្មណ៍នោះទេខ្ញុំឥឡូវព្យាយាមកាត់បន្ថយច្រើនណាបងប្អូនទោះជាខ្ញុំធ្វើអ្វីក៏ដោយឲ្យតែក្រោយធ្វើវាជាងមុនហើយដោះមកមានបញ្ហាដោយសារជាងមុនគឺខ្ញុំនឹងទឹកមុខឲ្យជាងមុនជានិច្ចគឺខ្ញុំធ្វើបែបនេះគឺមិនចង់ធ្វើបាបគ្នាទេព្រោះថាម្នាក់បើកទ្វាររកស៊ីដើម្បីតែលុយចំប្រពន្ធចំកូនហើយបើដើម្បីតែផលប្រយោជន៍ខ្លួនឯងយើងទៅបង្អាប់បង្ខូចឈ្មោះគេនោះក៏យើងនោះមិនមែនជាមនុស្សល្អដែរអញ្ចឹងសម្រាប់អាคลิป150នេះបងប្រុសទៅមើលមិនសិនកន្លែងខ្ញុំទេហើយបងប្រុសក៏បានដូរប្រេងយ៉ាងទៀងទាត់ហើយបងប្រុសមកចាក់តែប្រេងម៉ាក់ហ៊ីយ៉ណៃ X3 ទេព្រោះថាប្រេងនេះប្រើទៅស្ទុះជាងមុនស្មូតជាងមុនរត់បានឆ្ងាយជាងមុនឯជាងដំក៏រត់ឆ្ងាយដែរគឺរត់ចូលទប់ទឹកបើយើងបាញ់ដាក់មួយអាចជាក់ក្លែមួយតុងជាតិនោះជាតិឥឡូវនឹងឈឺពោះញឹក100ថ្ងៃនេះរៀងយប់ទៀតបងប្អូនដោយសារតែការងារវាច្រើនពេកហើយទ្វារក៏បានបិទដែរវាចៃដល់អីបងប្រុសក៏បានឃ្លាម៉ូតូមានអីអូសម៉ូតូមកទាំងប្រពន្ធទាំងកូនហ្នឹងទៅតែសំណាងដែរជាងដំនៅក្រៅផ្ទះព្រោះទម្លាប់ខ្ញុំតម៉ោង8 9 7 10បើខ្ញុំចូលក្នុងផ្ទះតាមពិតខ្ញុំកំពុងតែអង្គុយដាក់ជាក់សោះតែទោះជារវល់យ៉ាងណាក៏ដោយក៏ឆ្លៀតប៉ះកង់ឲ្យបងប្អូនដែរមិនថាម៉ោង7ម៉ោង3ម៉ោង4ក៏ដោយឲ្យតែបងប្អូនយើងមករកគឺខ្ញុំធ្វើឲ្យជានិច្ចហើយបើនិយាយពីតម្លៃវិញមិនថាពេលថ្ងៃមិនថាពេលយប់គឺតម្លៃដូចគ្នាទាំងអស់មិនពេលថ្ងៃវា15000ដល់យប់ឡើងវា18000 20000នោះទេខ្ញុំរកស៊ីសពថ្ងៃនេះអត់យកលុយដឹកមុខទេបានតិចយកតិចបានច្រើនយកច្រើនតែក៏ភ្លេចប្រាប់ពវៀនអូនប៉ាតកើតទេពីប៉ុណ្ណាអូនឲ្យដូរចេញទៅចឹងជាងដំបានលុយ15000បានលុយទិញអាជាក់មកយូរទីតែក៏បានដកអូនមកកំប៉ុងដែរឃើញអត់បងប្អូនយប់ហើយណាបើអត់ធ្វើគ្នាឲ្យគ្នាអូសទៅផ្ទះមែនហើយចុះក៏ដាច់ចិត្តគ្នាម្លេះយើងកាត់មកជាខ្មែរដូចគ្នាយើងត្រូវតែចេះស្រឡាញ់គ្នានិងចេះជួយគ្នាអីយ៉ាឆ្លៀតមកជុលជាមួយឯងមកកំប៉ុងទៀតអូនវាថាចាំជើងក្រោយចាំគួយមួយជើងដំឲ្យបានយូរតិចប្រូអីលើកនេះប្រពន្ធមកតាមនិយាយចុះច្រឡំខ្លាចប្រពន្ធដូចជាងដំដែរ